สู้ได้บางคนต้องออกเนี่ยว่ะไงนี่ខ្ញុំចាំនាំបងប្អូនមកមើលដើមទ្របមួយតែមិនច្រើនទេតែមួយដើមតែអ្វីដែលខ្ញុំចង់ទៅបត់បង្ហាញប្រាប់បងប្អូននៅក្នុងថ្ងៃនេះរវាងផ្កាផ្លែនិងផ្កាចោលបាទអានេះតែប្រភេទផ្កាចោលហ្នឹងបាទប្រភេទផ្កាចោលអាហ្នឹងវាផ្កាចោលទេវាអត់ផ្លែទេតែបើផ្លែផ្កាមួយចេះអាហ្នឹងបានវាផ្កាផ្លែហើយហ្នឹងណាផ្កាផ្លែមានតែផ្កាផ្លែនិងផ្កាអត់ផ្លែអានេះប្រភេទផ្កាអត់ផ្លែទេបងប្អូនឲ្យទៅចេញចកោមទេគឺផ្កាអត់ផ្លែទេបាទតែចាំបញ្ជាក់ថាបានណាដែលវាផ្កាតែមួយចេញមកតែមួយកដាដើមអញ្ចឹងណាអានឹងផ្លែវាអត់ផ្កាចោលទេបងប្អូនអត់ផ្កាទេនេះដល់នេះចេះនេះមួយនេះបាទមួយនេះអានឹងគឺ 100% ដឹងតែចេញផ្លែអត់ផ្កាទេបងប្អូននេះមួយនេះបាទអានឹងដឹងតែចេញផ្លែអត់ផ្កាចោលទេ100% គឺផ្លែមកចេញមកក្តាប់ចឹងដល់មួយនេះចឹងបាទនេះតែចេះឲ្យមើលដែរបាទហ្នឹងគឺវាផ្កាកដាដើមតែកាលណាផ្កាកដាដើមវាផ្កាចេញមកផ្លែតែមកបាទនេះអានេះគឺចឹងដែរអាហ្នឹងចេញមកផ្កាមកផ្លែយកមកបងប្អូនបាទផ្លែអានេះក៏ដូចគ្នាបើសិនណាបើយើងបេះវាមួយចោលនេះថ្ងៃបងប្អូននេះឃើញអត់ហើយអានេះវាចេញផ្កាដែរថ្ងៃមុនខ្ញុំកាត់ផ្កាចោលខ្លះឧទាហរណ៍ថាពវាផ្កា2ផ្កា3ចេះអញ្ចឹងកាត់មួយចោលបាទយើងអាចទុកបានទាំងពីរទេផ្លែបាទអញ្ចឹងមួយដើមនេះខ្ញុំបេះហូបអស់ម្ដងហើយបាទខ្ញុំបេះហូបម្ដងហើយបាទអស់ឥឡូវចេញក្តាប់មកទៀតទេបាទអានេះក៏ដូចគ្នានេះមួយនេះក៏ដូចគ្នាដែរបងប្អូនតែងតែសង្កេតមើលការដាំទ្របផងយើងបាទនេះវាចេញមកគឺវាចេញផ្កាកដាលអញ្ចឹងវាចេញមកគឺផ្លែតែម្ដងមិនផ្កាទេបងប្អូនបាទដល់មួយនេះក៏ដូចគ្នាដែរបងប្អូនឃើញឃើញវាចេញមកលក្ខណៈផ្លែតែម្ដងអត់ផ្កាទេចេញមកតែមួយអញ្ចឹងគឺវាចេញមកផ្លែតែម្ដងអញ្ចឹងបាទផ្លែតែម្ដងវាខុសចេញពីអាផ្កាចោលនិងអាចេញផ្កាផ្លែគឺខុសគ្នាបាទមួយចេះគឺ 100% គឺដឹងតែផ្លែហើយបងប្អូនបាទតែបាទនេះដឹងតែផ្កាចោលហ្នឹងណាបាទអា3មកចកោមអញ្ចឹងគឺដឹងតែផ្លែចោលហើយផ្កាចោលហើយបងប្អូនហើយឧបមាថាព្រោះវាមាន4អានេះវាមាន4ណាបងប្អូន4ផ្កានឹង4ណែបាទអញ្ចឹងយើងអាចកាត់ចោល3ចោលខាងលើទុកតែខាងក្រោមមួយហ្នឹងក៏បានដែរណាបាទអាហ្នឹងវានឹងផ្លែឲ្យបងប្អូនហើយបងប្អូនយកទៅពិសោធន៍ខ្លួនឯងទេណាបាទតាមដានហើយខ្ញុំសូមបញ្ជាក់ថាការចេះដឹងនេះគឺខ្ញុំបានមើលការបងផ្នែកកសិកម្មអ៊ំតែមានជំនាញខាងកសិកម្មគឺគាត់ប្រាប់ហើយយើងយកមកពិសោធន៍មើលតាមដានមើលឃើញថាអញ្ចឹងមែនបងប្អូនបាទអញ្ចឹងមែនហើយអញ្ចឹងវាចេញមកវាមានផ្កា4ស្រេចបងប្អូនឃើញទេផ្កា4តែយើងកាត់ចោល3ទុក1វានឹងចេញផ្លែឲ្យយើងហើយបាទវានឹងចេញផ្លែឲ្យយើងហើយហ្នឹងហើយបាទអញ្ចឹងវីដេអូនេះជាការចែករំលែកចំណេះដឹងថ្មីមួយទៀតផ្នែកកសិកម្មសូមបងប្អូនយកទៅមើលហើយបន្ថែមតាមដានអស់គ្នាដាំទ្របវែងឬក៏ហៅថាទ្របផ្ដល់គោបាទបញ្ជាក់ដល់បងប្អូននេះអាមែកផ្នែកតូចចេះណាគឺយើងអាចបេះវាចោលទៅព្រោះអត់ហ្នឹងស៊ីជីតា
ធ្វើឲ្យទ្របរបស់យើងអត់ធំធាត់ទេអញ្ចឹងណាដល់នេះចេះយើងបេះវាចោលទៅបាទផ្នែកតូចអញ្ចឹងណាបាទដល់នេះអីខ្ញុំទៅការបេះចោលផ្នែកតិចតួចទេអានោះវាចេញផ្កាមកបាទអញ្ចឹងយើងអាចមើលតែណាយើងគួរទុកបានយើងទុកអាណាដែលមិនគួរទុកទេយើងបេះវាចោលទៅផ្នែកហ្នឹងបាទស្លឹកអីកុំទុកវាច្រើនពេកនាំឲ្យស៊ីជីផងយើងបងប្អូនវីដេអូនេះអរគុណដល់បងប្អូនដែលបានទស្សនាវីដេអូនេះបាទពីដើមដល់ចប់ការចែករំលែកបទពិសោធន៍ដែលប៉ុន្តែនឹងទ្របនេះបងប្អូនណាអញ្ចឹងជាចំណេះដឹងមួយចែករំលែកបាទការចែករំលែកចំណេះដឹងបទពិសោធន៍ដល់ខ្លួនការចេះដឹងរបស់យើងចែកពីគ្នាគឺវាជារឿងល្អសម្រាប់យើងទាំងអស់គ្នាបាទអរគុណបាយបាយ